នៅរសៀលថ្ងៃទី27ខែសីហាឆ្នាំ2026សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសង្ស័ក្តិប្រធានសភានៃអន្តរសភាលើកទី2បានអនុញ្ញាតជូនឯកឧត្តមណារ៉ាយ៉ាន់ប្រាសាទដាហាល់ប្រធានរដ្ឋសភានៃប្រទេសនេប៉ាល់ចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារនៅក្នុងជំនុំនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់និងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរព្រមទាំងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួមឯកឧត្តមប្រធានរដ្ឋសភានៃប្រទេសនេប៉ាល់បានសម្ដែងនឹងការអរគុណនិងកោតសរសើរចំពោះកម្ពុជាចំពោះការចូលរួមជួយគាំទ្រប្រទេសនេប៉ាល់ក្នុងអំឡុងពេលប្រឈមនឹងការរីករាលដាលនៃជំងឺ COVID-19 កន្លងមកព្រមទាំងការផ្តល់ជំនួយនិងការគាំទ្ររបស់កម្ពុជានៅពេលប្រទេសនេប៉ាល់ជួបប្រទះគ្រោះធម្មជាតិឯកឧត្តមបានគូបញ្ជាក់ថាការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនេះបានបង្ហាញឲ្យឃើញពីមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរហើយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការបន្តពង្រឹងទំនាក់ទំនងកម្ពុជានេប៉ាល់ឲ្យកាន់តែរឹងមាំថែមទៀតជាមួយគ្នានេះកិច្ចពិភាក្សាក៏បានផ្ដោតលើទូនាទីរបស់កម្ពុជាក្នុងក្របខ័ណ្ឌការទូតសភានិងលើឆាកអន្តរជាតិជាពិសេសការតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ដែលជាវេទិកាសំខាន់សម្រាប់ប្រធានសភានិងថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិមកពីបណ្ដាប្រទេសនានាបានជួបពិភាក្សាផ្លាស់ប្ដូរទស្សនៈនិងស្វែងរកកិច្ចសហប្រតិបត្តិការរួមការជួបពិភាក្សារវាងសម្ដេចតេជោហ៊ុនសែននិងឯកឧត្តមប្រធានរដ្ឋសភានៃប្រទេសនេប៉ាល់ក៏បានបង្ហាញពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរព្រមទាំងការលើកកម្ពស់ការទូតសភាដើម្បីរួមចំណែកដល់ការយោគយល់គ្នាសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រជាជនកម្ពុជានេប៉ាល់यहाँहरूको स्वागतको लागि धेरै धेरै खुसी छु